ការប្រកួតកីឡាវាយសីពាន7មករាមិនត្រឹមតែរំលឹកពីប្រវត្តិសាស្ត្រនោះទេតែវាជាទិវាការប្រកួតប្រជែងបង្កើនមិត្តភាពនិងសាមគ្គីភាព ប្រធានសហព័ន្ធកីឡាវាយសីបានរំលឹកថាការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់7មករាមិនត្រឹមតែចូលរួមអបអរសាទរនិងរំលឹកដល់ប្រវត្តិសាស្ត្រដែលរំដោះប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតលើកទី2ពីរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេពលគឺវាជាការប្រកួតប្រជែងដើម្បីបង្កើននូវមិត្តភាពសាមគ្គីភាពផងដែរព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់7មករាឆ្នាំ1979 7មករា2026ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលខេត្តព្រះសីហនុបានដំណើរការប្រកួតអស់រយៈពេល2ថ្ងៃនៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងបានបញ្ចប់ទៅដោយជោគជ័យលើសពីការរំពឹងទុកពិធីបិទការប្រកួតនេះបានអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមលីកុសលរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជានិងឯកឧត្តមម៉ាងស៊ីណេតរដ្ឋបាលនៃរដ្ឋបាលខេត្តព្រះសីហនុនៅក្លឹប TR Hope Badminton នៅក្នុងក្រុងព្រះសីហនុយោងតាមរបាយការណ៍របស់ឯកឧត្តមកែវរស់អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាបានគូបញ្ជាក់ថាការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់7មករាដែលជាគម្រប់ខួបលើកទី25នៅក្នុងខេត្តព្រះសីហនុដែលទទួលធ្វើជាម្ចាស់ផ្ទះមានសមាជិកពាក់ព័ន្ធក្លឹបកីឡាវាយសីចូលរួមចំនួន12សរុបប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីចំនួន119នាក់ដោយក្នុងនោះមានវិញ្ញាសា10វិញ្ញាសាស្មើនឹង72មេដាយដែលមានការប្រកួតចំនួន98ប្រកួតឯកឧត្តមលីកុសលបានមានប្រសាសន៍ថាព្រឹត្តិការណ៍វាយសីដណ្ដើមពានរង្វាន់7មករាដែលបង្កើតឡើងដោយសហព័ន្ធកីឡាវាយសីនេះបានបង្កើតឡើងក្នុងគោលបំណងរំលឹកដល់គុណ7មករា1979ដែលជាប្រវត្តិសាស្ត្របានផ្ដួលរំលំរបបប៉ុលពតនិងផ្ដល់ជីវិតទី2ដល់ប្រជាជនកម្ពុជាជាមួយគ្នានោះឯកឧត្តមបានរំលេចថាការប្រកួតពានរង្វាន់7មករាមិនត្រឹមតែរំលឹកនិងចូលរួមអបអរសាទរនាថ្ងៃប្រវត្តិសាស្ត្រនោះទេពលគឺជាទិវាការប្រកួតឬការប្រកួតប្រជែងដែលបង្កើតនូវមិត្តភាពសាមគ្គីភាពរវាងសហព័ន្ធក្លឹបកីឡាវាយសីតាមបណ្ដាខេត្តនានាផងដែរហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺការផ្ដល់ឱកាសដល់កីឡាករកីឡាការិនីបានបញ្ចេញសមត្ថភាពក៏ដូចជាដកស្រង់គុណផលបច្ចេកទេសដែលការវឹកហាត់កន្លងទៅ